គេធ្វើបានយើងធ្វើបានពួកយើងគឺជាមេត្តាបកកកំណើតអាចនិយាយបានថាយើងគឺជាមេត្តាដៃ100បងស្ត្រីមួយចំនួនមិនថានៅលាឬក៏មានគ្រួសារហើយគឺគាត់ខ្លាចក្នុងការពពោះនិងសម្រាប់កូនអញ្ចឹងអ្នកគ្រូមានចំណុចអីពិសេសក្នុងការចែករំលែកទៅកាន់ពួកគាត់កុំឲ្យព្រួយបារម្ភឬក៏ភ័យខ្លាចទៅលើចំណុចហ្នឹងអ្នកខ្លះគាត់មកជូនបងស្រីឬមួយក៏បងអូនស្រីមកសម្រាប់ទាំងតែខ្លួនឯងអត់ទាន់មានកូនទាំងតែខ្លួនឯងអត់ទាន់មានគ្រួសារគាត់ខ្លាចប៉ុន្តែអ្នកគ្រូតែងតែនិយាយទៅកាន់ពួកគាត់ថាអូនឯងកុំបារម្ភនៅពេលដែលយើងមានផ្ទៃពោះយើងនឹងឆ្លងកាត់រឿងរ៉ាវជាច្រើនហើយនៅពេលដែលយើងសម្រាលកូនគឺមានអ្នកគាំទ្រលើកទឹកចិត្តមិនមែនគ្រប់ស្ត្រីទាំងអស់សម្រាលកូនតែងតែពិបាកហើយមិនមែនគ្រប់ស្ត្រីទាំងអស់សម្រាលកូនស្រួលទេប៉ុន្តែបច្ចុប្បន្នបច្ចេកទេសរបស់យើងទំនើបអ្នកដែលគាត់សម្រាលកូនធម្មជាតិអត់បានគាត់សម្រាលដោយវាហើយបើអ្នកដែលគាត់សម្រាលពិបាកក៏យើងមានវិធីសាស្ត្រក្នុងការជួយគាត់ហើយមួយទៀតនៅក្នុងអំឡុងពេលដែលយើងឈឺពោះហ្នឹងក៏មានឆ្មបមានគ្រូពេទ្យគាត់តាមថែជួយមើលយើងអញ្ចឹងយើងខ្លាចអីក្នុងការពពោះសម្រាលកូនអញ្ចឹងសារដែលខ្ញុំចង់លើកទឹកចិត្តទៅដល់ស្ត្រីកុំគិតអីដែលបាក់ហើយមួយទៀតគេធ្វើបានយើងធ្វើបានពួកយើងគឺជាមេត្តាបកកកំណើតអាចនិយាយបានថាយើងគឺជាមេត្តាដៃ100ខ្ញុំជឿជាក់ថាស្ត្រីគ្រប់រូបគឺគាត់អាចធ្វើបាន